បាទសួស្តីវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីរបៀបនៃការបដូរលេខឡាតាំងឲ្យទៅជាលេខខ្មែរពីព្រោះថាបើសិនជាយើងវាយបញ្ចូលសារថ្មីគឺយូរបាទលេខច្រើនឯកសារខ្លះច្រើនទំព័រអញ្ចឹងទៅអញ្ចឹងបើយើងលុបហើយយើងបដូរទៅវាយខ្មែរវិញគឺវាយូរណាស់អញ្ចឹងដើម្បីភាពងាយស្រួលយើង select វាទាំងអស់មកបាទតោះមកយើងចេញមកស្ដាំអូខេអញ្ចឹងយើងយក format cell អូខេយកពាក្យ custom ត្រង់ពី general នេះគឺយើងសញ្ញាគ្នាបមួយដាក់សញ្ញាដុល្លារដក km អូ sorry ដក km ដក kh ក្បៀស1 1200បិទគ្នាបហើយដាក់លេខ0អូខេអញ្ចឹងគឺលេខនេះគឺបដូរទៅជាលេខខ្មែរទាំងអស់នេះគឺគុណប្រយោជន៍យើងលឿនបើឲ្យយើងវាបញ្ចូលអក្សរថ្មីគឺមិនងាយទេអូខេអញ្ចឹងទៅបានជាលេខខ្មែរទាំងអស់ចុះលក្ខខណ្ឌដែលយើងចង់បដូរពីលេខខ្មែរទៅជាឡាតាំងវិញយើងយ៉ាងម៉េចដែរអូខេអញ្ចឹងយើង select ធម្មតាវិញមកយើងយកមកស្ដាំដដែល format cell general ហើយអូខេអូខេបើមិញយើងយក custom មកវារូបមន្តណាឥឡូវយើងចុចទៅលើពី general ហើយអូខេមកអូខេអញ្ចឹងវាដូរទៅជាលេខឡាតាំងវិញទាំងអស់បាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងទេ